សួស្តីទាំងអស់គ្នាយើងត្រឡប់មកជួបគ្នាបន្តទៀតជាមួយនឹងសាច់រឿងអ្នកខ្លះហាងដើរទេវតាជាមួយនឹងគុណបិសាចពីងពីងវីដេអូភាគទី8នៅក្នុង Channel សំណាង Drama នៅក្នុងភាគនេះកាន់តែជួបចិត្តបន្តទៀតហើយទាំងអស់គ្នាគឺល្អមើលខ្លាំងមែនទែនជាមួយនឹងរឿងនេះដូច្នេះសង្ឃឹមថាគ្នាយើងដើម្បីជាការលើកទឹកចិត្តមកកាន់សំណាង Drama ជួយចុច Subscribe ម្នាក់មួយបន្ថែមទៀតទាំងអស់គ្នាណាអ្នកដែលមិនទាន់បានចុចតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលមកទស្សនាជាមួយនឹងការសម្ដែងសាច់រឿងទាំងអស់គ្នាជាមួយនឹង Admin ដូចតទៅបន្ទាប់ពីជីងថងដែលជាកូនបិសាចពីងពីងរបស់យើងបានដួលសន្លប់បាត់បង់ស្មារតីបន្ទាប់ពីប្រគល់នៅក្នុងបន្សាបទៅឲ្យហ្វូគួយរៀបរាប់អស់ហើយនៅក្នុងពេលនេះនាងភ្នាក់ដឹងខ្លួនឡើងមកវិញអត់បានដឹងថាខ្លួនឯងត្រូវបានហ្វូគួយនឹងជួយបន្សាបថ្នាំបន្សាបឲ្យដែលប្រើប្រាស់ថ្នាំបន្សាបនឹងទៅលើខ្លួនរបស់នាងទៅវិញនោះទេនាងគិតថាខ្លួនឯងជិតស្លាប់បាត់ទៅហើយព្រាមនឹងហ្វងជីងធីងក៏បានមកដល់រួចហើយក៏គម្រាមចុងទៅកាន់ជីងថងរបស់យើងថាវត្តមានរបស់នាងនៅទីនេះនឹងទៅធ្វើឲ្យសាច់ច្បងរបស់ខ្ញុំនឹងពិបាកនោះទេនាងនាំទុកមកដល់សាច់ច្បងរបស់ខ្ញុំនាងគួរតែចាក់ចេញទៅជីងថងរបស់យើងក៏បានទៅវិញថាខ្ញុំមកចិត្តនឹងចាក់ចេញឲ្យពួកអីនឹងខ្ញុំចិត្តស្លាប់ហើយនឹងមិនយូរមកនេះខ្ញុំប្រកាសជាមិនមែនវត្តមាននៅទីនេះទេប៉ុន្តែខ្ញុំចង់គូគំនូបង្ហើយអំពីទស្សនវិជ្ជានៃព្រៃសីបឹងទន្លេហួយសូមអ្នកនាងជួយនាំខ្ញុំទៅទីនោះផងបានដែរឬមួយក៏អត់តែទីនោះនៅឯណាទៅនៅពេលហ្នឹងអ្នកនាងហ្វឹងគាត់ក៏ចាប់ដៃស្ទាបជីបចោមើលហើយគាត់ក៏ពិនិត្យឃើញថាការពុតទៅជាតិពុលនៅក្នុងខ្លួនរបស់ជីងថងត្រូវបានបន្សាបអស់បាត់ហើយហ្នឹងមិនបានជានាងកុហកបែបហ្នឹងដូច្នេះហើយអ្នកនាងហ្វឹងមើលទៅប្រហែលជាដឹងថាជីងថងអត់ដឹងដូច្នេះនាងក៏កុហកជីងថងក៏សួរថាមិនដែរតែខ្ញុំអាចរកបានរង្វាន់ថ្ងៃទៀតអ្នកនាងហ្វឹងក៏ហត់ថាយ៉ាងច្រើនបំផុតបានត្រឹមតែ3ថ្ងៃទៀតតែប៉ុណ្ណោះនៅពេលហ្នឹងជីងថងគាត់ក៏លន់មកធ្លុយថាមិនបានជាឆាប់ខ្លាំងម្ល៉េះអញ្ចឹងអ្នកនាងសូមជួយនាំខ្ញុំទៅព្រៃរិស័យបឹងទន្លេហួយផងទៅខ្ញុំពិតតែចង់គូគំនូមួយហ្នឹងដើម្បីបន្សល់ទុកឲ្យដល់ប្រុសពូគួយខ្លាំងណាស់អ្នកនាងហ្វឹងជួយនាំខ្ញុំទៅទីនោះបន្តិចទៅអ្នកនាងហ្វឹងច្រឡោតតតងអញ្ចឹងទៅហ្វឹងជីងយិនក៏បាននិយាយថានាងមិនខ្លាចខ្ញុំសម្រាប់នាងចោលតាមផ្លូវទេអីជីងថងរបស់យើងក៏បានតបមកវិញថាខ្ញុំដឹងថានាងមាត់រឹងប៉ុន្តែចិត្តរបស់នាងទន់នាងគឺជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនានិងមានគុណធម៌ខ្លាំងណាស់នាងប្រកាសជាមិនសម្រាប់ខ្ញុំនោះទេសូមនាងជួយជូនខ្ញុំទៅព្រៃរិស័យទន្លេហួយផងនាងដឹងនាងស្គាល់ទីនឹងដែរឬមួយក៏អត់នាងហ្វឹងគាត់ក៏តបទៅវិញថាខ្ញុំមិននាំនាងទៅជាដាច់ខាតខ្ញុំត្រូវយករឿងនេះប្រាប់ទៅដល់លោកគ្រូបានដឹងខ្ញុំមិនខ្វល់រឿងអីទាំងអស់បន្ទាប់មកក៏ចាក់ចេញទៅតាមការពិតវិញទាំងអស់គ្នាជីងថងនិយាយថានាងហ្វឹងនឹងគឺមាត់រឹងចិត្តទន់មានមនោសញ្ចេតនាជ្រាលជ្រៅគឺការពិតដោយសារតែនាងនៅពេលដែលបានមកជួបជាមួយលោកគ្រូហើយនាងអត់ហ៊ានប្រាប់នៅអ្វីដែលនាងចង់ប្រាប់ថាសាច់បងពូគួយរបស់នាងបានរាប់អានរយៈស្រឡាញ់គ្នាជាមួយនឹងជីងថងដែលជាកូនបិសាចពីនោះទេផ្ទុយទៅវិញអ្វីដែលនាងប្រាប់ទៅកាន់លោកគ្រូគឺជារឿងរបស់នាងតែម្ដងនាងថាលោកគ្រូថាខ្ញុំគួរធ្វើបែបម៉េចទៅដោយសារតែខ្ញុំលងស្រឡាញ់ទៅលើមនុស្សម្នាក់ប៉ុន្តែមនុស្សម្នាក់នោះអត់ស្រឡាញ់ខ្ញុំទេលោកគ្រូក៏តបមកវិញថាចុះនៅពេលហ្នឹងតើឯងចង់បន្តតាមគេឬមួយទៀតឬមួយក៏ឯងចង់បញ្ចប់ត្រឹមហ្នឹងវីរៈនារីហ្វឹងជីងចិនរបស់យើងក៏បានសម្រេចមកជួបជាមួយនឹងសាច់ច្បងរបស់ខ្លួនហើយនិយាយគ្នាឲ្យដឹងខុសត្រូវតែម្ដងនាងបានសួរទៅកាន់ពូគួយថាសាច់ច្បងតើសាច់ច្បងគឺពិតជាស្រឡាញ់គ្នាជាមួយនឹងកូនបិសាចពីងជីងថងនឹងមិនដែរឬមួយក៏អត់ទេពូគួយគាត់ក៏តបវិញថាការពិតទៅមិនមែនដូចជានាងគិតនោះទេសិបអូនខ្ញុំជួយជីងថងដោយសារតែឃើញថាជីងថងមានចិត្តចង់រស់តែប៉ុណ្ណោះដោយក្តីអាណិតក៏បានជួយប៉ុន្តែនាងហ្វឹងគាត់ថាមិនអាចទេហេតុអីបានជាសាច់ច្បងមិនធ្វើដាក់ខ្ញុំដូចជាធ្វើដាក់ជីងថងដែរទៅហេតុអីបានជាសាច់ច្បងមានមនោសញ្ចេតនាមួយមនោសញ្ចេតនាជ្រាលជ្រៅជាមួយជីងថងខ្លាំងម្ល៉េះខ្ញុំមិនជឿនោះទេកាលពីដើមចាប់តាំងពីសាច់ច្បងបានជួយខ្ញុំនៅក្នុងភូមិបន្ទាប់ពីត្រូវបានបិសាចសម្រាប់អ្នកភូមិចោលទាំងអស់ខ្ញុំឃើញថាសាច់ច្បងគឺជាវីរៈបុរសខ្ញុំតែងតែសង្ឃឹមនឹងសមត្ថសម័យថ្ងៃណាមួយខ្ញុំហាក់ដូចជាគុណខ្លាំងពូកែដើរប្រឡូកក្នុងពិភពគុណកម្ចាត់បិសាចនៅជាមួយនឹងសាច់ច្បងរួមដៃគ្នាប្រយុទ្ធកម្ចាត់បិសាចនិងកំដរសាច់ច្បងអស់មួយជីវិតក៏ប៉ុន្តែនៅពេលនេះហេតុអីបានជាសាច់ច្បងនៅពេលហ្នឹងពូគួយក៏ទៅវិញថាឯងយល់ច្រឡំច្រើនណាស់ការពិតទៅខ្ញុំគ្រាន់តែអាណិតទៅកាន់ជីងថងតែប៉ុណ្ណោះមួយយ៉ាងវិញទៀតការអាណិតរបស់ខ្ញុំមានចំពោះឯងគឺដូចគ្នាមិនចឹងទេខ្ញុំប្រកាសជាមិនជួយឯងតាំងពីក្មេងនឹងមកនោះទេប៉ុន្តែនាងហ្វឹងរបស់យើងគាត់បានប្រាប់ទៅវិញថាសាច់ច្បងទោះបីសាច់ច្បងនិយាយយ៉ាងណាក៏ដោយក៏ប៉ុន្តែមនុស្សនឹងបិសាចមានផ្លូវដើរខុសគ្នាអ្នកទាំងពីរនាក់អត់មានអនាគតជាមួយនឹងគ្នានោះទេតែហេតុអីចាំបាច់ត្រឹមតែដល់ថ្នាក់ហ្នឹងហ្វូគួយគាត់ក៏តបទៅវិញថាបើអត់មានផ្លូវខ្ញុំគឺជាអ្នកត្រួសត្រាយផ្លូវដើរដោយខ្លួនឯងនេះគឺជារឿងរបស់ខ្ញុំទើបខ្ញុំជាអ្នកដោះស្រាយចោះនាងកុំបារម្ភអីរួចហើយគាត់ក៏ដើរចាក់ចេញទៅគណៈពេលដែលអ្នកនាងហ្វឹងរបស់យើងនៅក្នុងពេលនេះគាត់ក៏គិតថាប្រសិនបើសាច់ច្បងមិនស្រឡាញ់ខ្ញុំទេតែខ្ញុំគួរតែតាមគាត់ឬមួយក៏យ៉ាងណាប៉ុន្តែខ្ញុំក៏ជាវីរៈនារីម្នាក់ដែរគេមានផ្លូវរបស់គេខ្ញុំក៏មានផ្លូវរបស់ខ្ញុំដូច្នេះខ្ញុំគួរតែត្រួសត្រាយផ្លូវធ្វើខ្លួនជាវីរៈនារីហ្វឹងជីងចិនរបស់ខ្ញុំរស់នៅបន្តទៅទៀតគឺដើម្បីគោលដៅខ្លួនឯងឃើញថានាងហ្វឹងជីងចិនរបស់យើងគាត់ក៏អត់ងប់ងល់រហូតដល់មានគំនុំចងកំហឹងចងអាឃាតអីជាមួយនឹងហ្វូគួយឬមួយក៏ជាមួយនឹងជីងថងរបស់យើងដែរគាត់នឹងដឹងថាគេមិនស្រឡាញ់ហើយហ្នឹងក៏មានគំនិតគិតថាខ្លួនឯងត្រូវតែមានគោលដៅរបស់ខ្លួនឯងអញ្ចឹងណាគួរតែរងាប់អារម្មណ៍រងាប់បេះដូងដែលមានទៅលើគេហ្នឹងតែម្ខាងហ្នឹងទៅវាអញ្ចឹងណាអញ្ចឹងបានន័យថាគាត់ក៏ជាមនុស្សល្អដូចអ្វីដែលជីងថងបាននិយាយពិតមែនចំណែកពូគួយនៅក្នុងពេលនេះបានវិលត្រឡប់មកជួបជាមួយជីងថងវិញហើយក៏សួរថាជីងថងតើគោលដៅរបស់នាងថ្ងៃបន្ទាប់ថ្ងៃអនាគតទៀតតើគិតយ៉ាងម៉េច
ហើយនៅពេលនោះជីងធំក៏សួរថាអ្នកប្រុសពូគួយតើអ្នកប្រុសអត់ដែលយកធម្មស័ព្ទទៅប្រើប្រាស់ទេមែនអត់អ្នកប្រុសបែរជាប្រើប្រាស់ធម្មស័ព្ទមកលើខ្លួនខ្ញុំមែនទេនៅពេលហ្នឹងពូគួយគាត់ក៏និយាយថាត្រូវហើយចុះត្រាំអំពូលនៅលើខ្លួនរបស់អ្នកប្រុសពូគួយក៏ប្រាប់ថាត្រាំអំពូលនៅលើខ្លួនរបស់ខ្ញុំបានបន្សាបរួចរាល់អស់ហើយបន្ទាប់មកគាត់ក៏បានដោះអាសញ្ញាដែលជាប់ដូចជាត្រាំអំពូលនៅលើករបស់ជីងថងឲ្យនាងតែធ្វើឲ្យជីងថងគាត់មានអារម្មណ៍ដឹងគុណទៅលើពូគួយកាន់តែខ្លាំងឡើងនេះមានអារម្មណ៍ថាខ្ញុំនឹងចងចាំទង្វើល្អដែលអ្នកប្រុសបានធ្វើមកដល់ខ្ញុំនឹងសងគុណអ្នកប្រុសទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹងមិនបំភ្លេចគុណបុណ្យរបស់អ្នកប្រុសដែលបានធ្វើល្អមកលើខ្ញុំនោះជាដាច់ខាតអ្នកប្រុសជាមនុស្សល្អបំផុតដែលបានធ្វើមកលើខ្ញុំកន្លែងមកមើលគាត់ជីងធីងយ៉ាងកំសត់ឯវិញជាមនុស្សអាក្រក់ប៉ុន្តែជប់ប្រវត្តិក៏ដូចជាការរស់នៅរបស់គាត់ពោពេញទៅដោយទុក្ខលំបាកតែម្ដងនៅក្នុងពេលនេះគាត់រកឃើញនៅ100ទីតាំងកន្លែងដែលគេហ្នឹងបានលាក់ទុកនៅដាវឆ្អឹងនេះហើយដាវសរសៃនេះណាក៏ប៉ុន្តែនៅក្នុងពេលហ្នឹងកូនបិសាចកញ្ជ្រោងបានមករៀបរាប់រឿងអាត់កំបាំងមួយប្រាប់ទៅកាន់គាត់ជីងធីងបានដឹងថាលោកស្រីបិសាចកញ្ជ្រោងរបស់គេនឹងគឺពិតជាអាចជួយគាត់ជីងធីងឲ្យទទួលយកនឹងដាវសរសៃនេះនឹងបានពិតប្រាកដមែនប៉ុន្តែត្រូវឲ្យគាត់ជីងធីងសន្យាជាមួយពួកគេថានៅពេលដែលបានសម្រេចហើយជួយធ្វើយ៉ាងណារកមកជោបាយរុញច្រានវ៉ាងគាត់ហ្វូគួយរបស់យើងឲ្យធ្លាក់ចូលទៅក្នុងពិភពងងឹតខ្លាយទៅជាបិសាចទីស្គាល់របស់បិសាចចំណែកវ៉ាងគាត់ហ្វូគួយរបស់យើងវិញនៅក្នុងពេលនេះឪពុកហៅមកស៊ូទូទាត់លាត់សោយហើយដោយសារតែការពីថ្ងៃមុនគេបានធ្វើដំណើរទៅកាន់លអាងពិពាងដោយគ្មានការអនុញ្ញាតពីឪពុកនៅក្នុងពេលហ្នឹងយូមុនឹងគាត់ក៏ព្យាយាមដោះសារឲ្យថាលោកអ៊ំទោះបីយ៉ាងណាក៏ដោយសិស្សច្បងបានវិលត្រឡប់វិញដោយសុវត្ថិភាពម្យ៉ាងវិញទៀតគាត់ក៏បានកំចាត់បិសាចពិពាងបានដែរហើយក៏មិនកំចាត់បិសាចណាដែលគ្មានកំហុសថែមទៀតផងវាគឺជារឿងល្អក៏ប៉ុន្តែហ្វូគួយរបស់យើងក៏បានតបទៅឪពុកវិញថាខ្ញុំបានទៅទីនោះពិតប្រាកដមែនឪពុកក៏សួរថាបើឯងបានទៅទីនោះហើយហេតុអីបានជាឯងមិនព្រមកំចាត់បិសាចនៅទីនោះឲ្យអស់តែម្ដងទៅឲ្យស័ក្តិសមមានរហស្សនាមគឺជាទាហានកំចាត់បិសាចប៉ុន្តែហ្វូគួយក៏បានតបវិញថាខ្ញុំកំចាត់បានតែបិសាចដែលបានធ្វើខុសតែប៉ុណ្ណោះចំពោះបិសាចដែលគ្មានកំហុសគេក៏មានសិទ្ធិរស់នៅដូចជាពួកយើងអញ្ចឹងដែរនៅពេលនោះឪពុកក៏បាននាំហ្វូគួយទៅចំពោះមុខផ្លាកភ្នោព្រលឹងរបស់ប្រពន្ធគាត់ណាហើយឲ្យហ្វូគួយនិយាយឯងហ៊ាននិយាយអ្វីដែលឯងបានធ្វើឲ្យមិញហ្នឹងប្រាប់ទៅកាន់ម្ដាយរបស់ឯងបានដឹងដែរឬមួយក៏អត់ទេឯងដឹងទេថាម្ដាយរបស់ឯងសុខចិត្តលះបង់ជីវិតក្នុងការបង្កើតឯងមកប្រសិនបើគាត់ដឹងថាឯងមិនស្ដាប់តាមបង្គាប់នឹងធ្វើជាទាហានកំចាត់បិសាចដ៏ល្អបំផុតនោះតើម្ដាយរបស់ឯងនឹងខកអំណងយ៉ាងណាទៅហើយនេះគឺជាចំណុចខ្សោយពេលណាដែលឯងមានមនោសញ្ចេតនាមានការបែងចែកឯងនឹងមានចំណុចខ្សោយតែហ្វូគួយក៏ថាខ្ញុំអត់ទាន់មានចំណុចខ្សោយនោះទេម្យ៉ាងវិញទៀតខ្ញុំក៏អត់ទាន់ចុះខ្សោយដែរផ្ទុយទៅវិញទង្វើទាំងអស់ដែលខ្ញុំបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានបេះដូងកក់ក្ដៅហើយកម្លាំងរបស់ខ្ញុំកាន់តែខ្លាំងឡើងទៅវិញទេពុកចម្លើយមួយនេះក៏ធ្វើឲ្យឪពុកកាន់តែខឹងជាមួយពូគួយកាន់តែខ្លាំងព្រោះកន្លងមកគេមិនសូវយល់តមាត់ប្រមាណនោះទេប៉ុន្តែនៅក្នុងពេលនេះគេបាយយល់តមាត់កាន់តែខ្លាំងឡើងទៅឪពុកក៏បានបង្ខំចិត្តប្រើស្នេហ៍ដែរដោយការវិមុនដើម្បីបង្ខំឲ្យគេចោះចាញ់ប៉ុន្តែនៅក្នុងពេលដែលប្រយុទ្ធគ្នានឹងស្នេហ៍ដែលវ៉ាងគាត់ហុងយីតែងតែប្រើដើម្បីបង្ខំចិត្តឲ្យកូនប្រុសរបស់ខ្លួនធ្វើឲ្យខ្លួនមានរបួសជាការធ្វើឲ្យគេនឹងចោះចាញ់នោះពូគួយរបស់យើងនៅក្នុងពេលនេះគេបានផ្លាស់ប្ដូរក្បាច់ដើររបស់គេបង្ខំឲ្យឪពុកតតាំងជាមួយនឹងឪពុករហូតដល់យកឈ្នះឪពុកវិញបាននឹងបានប្រាប់ទៅកាន់ពុកថាពុកមិនគួរណាចេះតែប្រើស្នេហ៍ដើមមួយនឹងដើម្បីបង្ខំឲ្យខ្ញុំចោះញោមជាមួយនឹងពុកនោះទេពុកគួរតែនិយាយហេតុផលផងនៅក្នុងពេលហ្នឹងពុកឃើញហើយថាខ្ញុំពិតជាអត់ទាន់ចុះខ្សោយទេមែនអត់ពុកឃើញហត់ថាខ្ញុំអត់ចុះខ្សោយទេប៉ុន្តែឪពុកមិនបានតអ្វីទាំងអស់ហើយក៏បានដើរចាក់ចេញពីកន្លែងហ្នឹងទាំងមិនមាត់សំបីតែមួយម៉ាត់ដែលធ្វើឲ្យពូគួយរបស់យើងគាត់បែរជាមានអារម្មណ៍បន្ទោសខ្លួនឯងនិងគិតថាខ្លួនឯងមិនដឹងថាខុសឬមួយក៏ត្រូវទេអញ្ចឹងក៏បន្តលុតជង្គង់នៅចំពោះមុខភ្នោម្ដាយរបស់ខ្លួននិងកំពុងតែគិតសួរទៅកាន់ម្ដាយថាម៉ែខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ខ្ញុំអត់ចង់ធ្វើឲ្យម៉ែខកបំណងនោះទេក៏ប៉ុន្តែហេតុអីបានជាខ្ញុំកើតមកត្រូវចាំបាច់ធ្វើជាអ្នកកំចាត់បិសាចអញ្ចឹងខ្ញុំពិតជាចង់ដឹងហេតុផលមួយនឹងខ្លាំងណាស់ឬមួយជីវិតរបស់ខ្ញុំនេះត្រូវតែកើតមកដើម្បីតែកំចាត់បិសាចមិនខ្វល់អំពីខុសឬមួយក៏ត្រូវឬមួយក៏យ៉ាងណាជីវិតបែបហ្នឹងវាអត់មានន័យទេខ្ញុំពិតជាចង់ដឹងពិតមែនចុះបើខ្ញុំមិនកំចាត់បិសាចតើនឹងមានរឿងអ្វីកើតឡើងទៅម៉ែនៅពេលដែលគេបានវិលត្រឡប់មកផ្ទះរបស់គេវិញក៏បានជួបជាមួយនឹងយូមុក៏សួរថាយ៉ាងម៉េចដែរបងប្រុសតើលោកអ៊ំមានធ្វើអីឲ្យលបងលំបាកដែរឬមួយក៏អត់ពូគួយរបស់យើងក៏តបទៅវិញថាមានក៏ដូចជាមិនមានដែរយ៉ាងម៉េចឯងកុំប្រើកសែភ្នែកបែបហ្នឹងមើលមកយើងអីនៅពេលហ្នឹងយូមុក៏សួរថាសិស្សច្បងចុះចំពោះគុណបិសាចពីពីងបងគិតយ៉ាងម៉េចចំពោះនាងដែរនាងរងចាំបងមួយថ្ងៃវល់ល្ងាចទៅហើយគាត់ទៅឃើញបងមកភ្លាមនាងដឹងថាបងមកគាត់ជាមិនទាន់ញ៉ាំអីទេគាត់ទៅផ្ទះបាយសំងំធ្វើមកឲ្យបងញ៉ាំបាត់ទៅហើយនាងពិតជាយកចិត្តទុកដាក់ចំពោះបងខ្លាំងណាស់តើបងគិតយ៉ាងណាចំពោះនាងថ្ងៃអនាគតទៀតបងគាត់ពូគួយទូរបស់យើងបានតវិញថាអត់មានគិតអីទេដល់ពេលវេលាណាល្អខ្ញុំប្រកាសជាបញ្ជូននាងចាញ់ហើយម្យ៉ាងវិញទៀតនាងមានគោលដៅរបស់នាងមានជីវិតរបស់នាងផ្ទាល់ខ្លួនខ្ញុំមិនចង់ឲ្យនាងលងនៅក្នុងសុបិនយ៉ាងជ្រៅទៅរហូតដល់ដកខ្លួនមិនរួចទេសុបិនរបស់នាងនឹងធ្វើឲ្យនាងកាន់តែជាប់ខ្លួនកាន់តែផុងខ្លួនខ្ញុំមិនចង់ឲ្យមួយថ្ងៃនាងគ្មានគោលដៅនឹងនៅតែក្បែរខ្ញុំអស់មួយជីវិតឡើយហើយនៅក្នុងពេលហ្នឹងផងដែរពូគួយគាត់បានបញ្ជាក់ទៀតថាខ្ញុំដឹងថាខ្ញុំកើតមកនៅលើលោកនេះដើម្បីធ្វើអ្វីមានទូរនីតិត្រូវធ្វើអ្វីខ្ញុំដឹងថាខ្លួនឯងគឺជាអ្នកណាសម្ដីទាំងអស់ហ្នឹងក៏ធ្វើឲ្យជីងថងរបស់យើងបានស្ដាប់ឮដោយអចេតនានាងក៏ចាប់ដើមមកតូចចិត្តគិតតែម្នាក់ឯងថាការពិតទៅក្តីបំណងរបស់ខ្ញុំអស់មួយជីវិតក្តីសង្ឃឹមរបស់ខ្ញុំយ៉ាងធំបំផុតនោះ
គឺថ្ងៃណាមួយនឹងបានដើរហើរជុំវិញពិភពលោកហ្នឹងជាមួយនឹងអ្នកប្រពូគួយដោយសេរីភាពប៉ុន្តែមើលទៅប្រហែលជាមិនអាចទៅរួចនោះទេពួកយើងម្នាក់គឺជាបិសាចម្នាក់គឺជាមនុស្សពិតជាគ្នាអនាគតជាមួយនឹងគ្នាពិតមែនប្រសិនបើថ្ងៃក្រោយខ្ញុំមានសមត្ថភាពខ្ញុំសង្ឃឹមថាខ្ញុំអាចនឹងបង្កើតពិភពដ៏តូចមួយដែលអាចឲ្យទីនោះមនុស្សនិងបិសាចអាចរស់នៅជាមួយគ្នាដោយសុភមង្គលនិងមានសន្តិភាពពេលនោះប្រហែលជាពួកខ្ញុំទាំងពីរនាក់អាចរស់នៅជាមួយគ្នាដោយសេចក្តីរីករាយហើយចំណែកឯអ្នកប្រពូគួយរបស់ខ្ញុំក៏នឹងអាចមានសេរីភាពទៅតាមនឹងផងដែរនិយាយចំក្តីសុបិនរបស់ជីងថងរបស់យើងគឺល្អណាស់ប៉ុន្តែមានតែពីរនាក់ឥឡូវវាអញ្ចឹងណាហើយហ្វូគួយជាមួយនឹងយូមួនេះវិញគេនិយាយគ្នាចូលឡើងទៅគេថាបងប្អូនចូលមួយណាក៏ប៉ុន្តែមើលទៅពួកគេរៀបរាប់អាត់កំបាំងរឿងក្នុងចិត្តអីប្រាប់គ្នាទៅវិញទៅមកទាំងអស់នៅពេលនេះហ្វូគួយគាត់ក៏បានសួរទៅកាន់យូមួថាចុះឯងវិញគេឯងកំពុងតែតាមរកនារីម្នាក់អីកាលពីថ្ងៃមុនជួបជាមួយស្ថានភាពក្បែរស្លាប់ក្បែររស់នោះឯងបានប្រាប់ខ្ញុំថាគេថានៅពេលណាខ្ញុំជួបនាងតាមប្រាប់នាងផងថាឯងមិនបន្ទោសនាងនោះទេហីម៉េចម្នាក់នោះឯងរកឃើញហើយឬនៅពេលនេះយូមួថាចេះតែនិយាយហ្មងខ្ញុំមាននិយាយចឹងឯណាហ្វូគួយក៏គំរាមថាបានបើឯងមិននិយាយទេយើងមិនច្បាស់និយាយគ្នាបន្តទៀតទេអញ្ចឹងហ្វូគួយគាត់ក៏ចាប់ផ្ដើមរៀបរាប់នៅស្ថានភាពក៏ដូចជាប្រវត្តិរបស់គាត់នៅពេលដែលបានជួបជាមួយនឹងឡុងវ៉ៃយីងដែលជានារីកូននាគហ្នឹងណាយូមូបាននិយាយថាការពីខ្ញុំនៅក្មេងបន្ទាប់ពីចាក់ចេញពីសម្ព័ន្ធយីជីទៅនោះឪពុករបស់ខ្ញុំបានទៅនៅលើវាលខ្សាច់ពីមួយថ្ងៃទៅមួយថ្ងៃគាត់តែងតែដើរកំចាត់បិសាចនាគរហូតដល់នៅពេលនោះគាត់បោះសម្អាតសម្លាប់បិសាចនាគជាច្រើននៅក្នុងពេលនោះមានបងស្រីម្នាក់ដែលជាកូនរបស់បិសាចនាគមានឈ្មោះថាឡុងវ៉ៃយីងបានមកតាមសងសឹកដើម្បីតាមរកស្រកានាគពីឪពុករបស់ខ្ញុំជាស្រកាដែលបន្សល់ទុកពីម្ដាយរបស់នាងក៏ប៉ុន្តែបើទោះបីជាគាត់ចាប់ខ្ញុំយកទៅគំរាមចង់សម្លាប់ខ្ញុំដើម្បីគំរាមចំពោះខ្ញុំឲ្យប្រគល់ស្រកានាគម្ដាយរបស់គាត់ទៅឲ្យគាត់វិញយ៉ាងណាក៏ដោយក៏ឪពុករបស់ខ្ញុំមិនបានខ្វល់អំពីសេចក្តីស្លាប់របស់ខ្ញុំនោះទេផ្ទុយទៅវិញនៅក្នុងពេលនោះបងស្រីនាគគាត់ក៏បាននាំខ្ញុំរត់គេចទៅហើយខ្ញុំក៏បនេចរនៅលើវាលខ្សាច់ជាមួយនឹងគាត់អស់រយៈពេលជាង10ឆ្នាំខ្ញុំតែងតែតាមមើលគាត់រហូតអំឡុងពេលដែលខ្ញុំមានគ្រោះថ្នាក់ជំងឺហឺតរបស់ខ្ញុំរើឡើងនោះខ្ញុំតែងតែប្រាប់គាត់ថាមិនបាច់បារម្ភចំពោះខ្ញុំទេវាជាជំងឺតាំងពីក្មេងមកទៅហើយប៉ុន្តែខ្ញុំមើលឃើញថាអារម្មណ៍នៃការយកចិត្តទុកដាក់របស់គាត់មានចំពោះខ្ញុំមិនត្រឹមតែដូចជាអ្នកដទៃទេផ្ទុយទៅវិញវាស្និទ្ធស្នាលជាងឪពុកនិងកូនជាងបងនិងប្អូនទៅទៀតប៉ុន្តែមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះគាត់ហាក់ដូចជាមនោសញ្ចេតនាខុសប្លែកពីបងនិងប្អូនដូច្នេះហើយនៅពេលដែលគាត់បានព្យាបាលខ្ញុំហើយគាត់តែងតែគេចវេះពីខ្ញុំហើយខ្ញុំតែងតែតាមរកគាត់ខ្ញុំដឹងថាក្បាច់គុណរបស់ខ្ញុំមិនស្មើជាមួយនឹងគាត់ទេដូច្នេះហើយចាប់តាំងពីពេលនេះមកដើម្បីទៅតាមរកគាត់ខ្ញុំក៏ព្យាយាមវឹកហាត់ដោយខ្លួនឯងតែម្ដងក្បាច់គុណរបស់ខ្ញុំមិនដូចជាបងប្រុសដែលមានកម្ពីហាត់តាមនោះទេក្បាច់គុណរបស់ខ្ញុំគឺហាត់តាមគ្រប់សត្វកំណាចទាំងអស់នៅលើវាលខ្សាច់តែម្ដងនៅពេលដែលមានព្យុះសត្វកិច្ចព្យុះដោយរបៀបម៉េចសត្វចាប់ចំណីដោយរបៀបម៉េចសត្វព្យាយាមរស់នៅលើវាលខ្សាច់ដោយរបៀបម៉េចនិងធ្វើដំណើរយ៉ាងរហ័សរហួនដោយរបៀបម៉េចនោះគឺខ្ញុំអង្កេតមើលគ្រប់ពេលវេលាទាំងអស់ក៏ប៉ុន្តែបើទោះបីជាខ្ញុំខិតខំប្រឹងប្រែងវឹកហាត់ខ្លួនឯងយ៉ាងណាក៏ដោយក៏សមត្ថភាពរបស់ខ្ញុំនៅតែមិនទាន់ស្មើជាមួយនឹងបងស្រីនាគរបស់ខ្ញុំដដែលដូច្នេះហើយខ្ញុំនៅតែមិនបោះបង់ចោលខ្ញុំសង្ឃឹមថាខ្ញុំត្រូវតែតាមរកគាត់ឲ្យឃើញបងប្រុសក៏ដូចគ្នាដែរមិនជឿជាក់ថានៅលើโลกនេះគ្មានកន្លែងណាមួយសម្រាប់ផ្ដល់សេរីភាពឲ្យយើងនោះទេបងប្រុសត្រូវតែជឿជាក់បងប្រុសប្រកាសជាមានកន្លែងមួយសម្រាប់ខ្លួនឯងជាក់ជាមិនខានពីរអ្នកបងប្អូនគឺជួយគ្នាស្មោះស្ម័គ្របដោផ្ដាច់ក៏เลยមកមើលឪពុករបស់ហ្វុយគួយរបស់យើងវិញគឺវាងគន់ហុងជីនៅក្នុងពេលនេះមេកាវ៉ៃបានបរិយាប្រាប់ថាថ្នាំបិសាចដែលត្រូវបានមនុស្សជាមួយនឹងបិសាចរួមគ្នាធ្វើចរាចរណ៍លក់ដូរនោះឥឡូវនេះគេសិក្សាបានឃើញពីប្រភពរបស់វាហើយដូចជាមានប្រភពចេញពីភូមិតូចមួយហៅថាភូមិផ្លែប៉េះដែលស្ថិតក្នុងទឹកដីនៃសម្ព័ន្ធជីរបស់យើងដែរគ្រាន់តែទីនោះចុះអាប់អស់រយៈពេលជាង 3-4 ឆ្នាំមកហើយពុំសូវមានមនុស្សរស់នៅនោះទេក៏ប៉ុន្តែថ្មីនេះគឺឆឹងឈីដែលជាកូនរបស់បងប្អូនស្លាប់រស់របស់លោកម្ចាស់គឺលោកម្ចាស់ឆឹងនោះនៅពេលនេះគេខ្លាចទៅជាមេដឹកនាំគ្រប់គ្រងនៅភូមិផ្លែប៉េះនោះដែលនៅទីនោះគេអនុញ្ញាតឲ្យមនុស្សជាមួយនឹងបិសាចរស់នៅជាមួយគ្នាដោយសេរីភាពកលេចមកមើលនៅភូមិផ្លែប៉េះវិញនេះហើយគឺជាឆឹងឈីកូនប្រុសរបស់សម្លាញ់ចាស់បងប្អូនស្លាប់រស់របស់វាងគន់ហុងយីដែលមានតកូលគឺលោកម្ចាស់ឆឹងដូចគ្នានឹងឯងគាត់មករស់នៅទីនេះមានបិសាចមានមនុស្សរស់នៅជួបជុំជាមួយនឹងគ្នាហើយគេគោរពគាត់ខ្លាំងណាស់ឆឹងលីគឺជាអ្នកគ្រប់គ្រងភូមិនៅទីនេះដើម្បីរក្សាសន្តិភាពរវាងមនុស្សជាមួយនឹងបិសាចឲ្យរស់នៅជាមួយគ្នាដោយសុខសន្តិភាពតែម្ដងភូមិនេះត្រូវបានគេចាត់ទុកថាគឺជាភូមិសន្តិភាពសម្រាប់ឲ្យបិសាចដែលមិនមានមហិច្ឆតាសម្រាប់មនុស្សដែលមិនចង់សម្រាប់បិសាចអាចមករស់នៅជុំគ្នាបានឆឹងលីក៏មានប្រពន្ធម្នាក់ដែលជាបិសាចមេអំបៅមានឈ្មោះថាឈីងលីពួកគេទាំងពីរនាក់បែកគ្នាកន្លះខែជាងទៅហើយដោយឆឹងឈីគាត់អត់សូវបាននៅក្នុងភូមិនឹងប្រមាណនោះទេដោយសារតែគាត់មានសមត្ថភាពគឺជាមេដឹកនាំគ្រួសារឆឹងគាត់ត្រូវតែដោះស្រាយការងាររបស់គ្រួសារឆឹងប៉ុន្តែនៅពេលដែលត្រឡប់មកវិញនេះដោយសារតែការនឹករលឹកគ្នាខ្លាំងពេកមើលឃើញអំពីទឹកចិត្តរបស់ប្រពន្ធខ្លួនដែលបែកគ្នាអស់រយៈពេលយ៉ាងយូរឆឹងឈីមានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងក៏បានប្រាប់ទៅកាន់ប្រពន្ធថាសុំទោសផងបងមកម្ដងនេះគឺសម្រាប់បានតែមួយយប់ទេបងត្រូវត្រឡប់ទៅវិញក្នុងព្រឹកស្អែកដើម្បីទៅដោះស្រាយបញ្ហាប៉ុន្តែបន្ទាប់ពីបញ្ចប់នៅបញ្ហាមួយនេះបងប្រកាសជាលាលែងពីតំណែងជាមេដឹកនាំគ្រួសារឆឹងហើយត្រឡប់មករស់នៅជាមួយនឹងអូនអស់មួយជីវិតមិនចាក់ចេញទៅណាបន្តទៀតនោះទេ
គាត់សុកចិត្តលីលែងពីតំណែងជាមេដឹកនាំគ្រួសារអញ្ចឹងណាចំណែកឈិងថងរបស់យើងវិញនៅក្នុងពេលនេះកំពុងតែនិយាយគ្នាលេងជាមួយនឹងហ្វូគួយក៏បានសួរថាតើថ្ងៃអនាគតនេះមានគម្រោងថាធ្វើយ៉ាងម៉េចប៉ុន្តែមិនទាន់នឹងបានឆ្លើយផងមេកាវៃគាត់ក៏បានមកដល់ឈិងថងរបស់យើងគាត់ក៏បានអំបានខ្លួនរត់គេចចាក់ចេញពីកន្លែងហ្នឹងកុំឲ្យលោកមេកាវៃបានមើលឃើញមេកាវៃបានមកដល់ព្រាមក៏ប្រគល់នៅវត្ថុមួយមកឲ្យហ្វូគួយរបស់យើងដែលជាសំណុំពររបស់ហ្វូគួយសុំឲ្យមេកាវៃជួយធ្វើឲ្យមើលទៅទំនងដូចជាដាវប៉ុន្តែមិនដឹងថាប្រគល់ឲ្យហ្នឹងហ្វូគួយរបស់យើងមានបំណងចង់ឲ្យណាទេប៉ុន្តែមានតែឈិងថងនឹងឯងបន្ទាប់មកលោកមេកាវៃបាននិយាយរៀបរាប់អំពីភាពងឿងឆ្ងល់តាក់ទងជាមួយនឹងថ្នាំបិសាចដែលមានប្រភពចេញមកពីភូមិផ្លែប៉េះហ្នឹងប៉ុន្តែភូមិផ្លែប៉េះត្រូវបានគ្រប់គ្រងទៅដោយឆឹងឈីដែលជាកូនសម្លាញ់ចាស់បងប្អូនស្លាប់រស់របស់លោកម្ចាស់វ៉ាងគួនហុងយីដូច្នេះហើយលោកម្ចាស់វ៉ាងគួនចេញបញ្ជាឲ្យអ្នកកម្ចាត់បិសាចដែលជាពូគួយរបស់យើងធ្វើដំណើរទៅកាន់ភូមិផ្លែប៉េះដើម្បីធ្វើរឿងណាក៏ដោយនាំឆឹងឈីហ្នឹងមកជួបជាមួយលោកម្ចាស់ក្នុងគោលបំណងមួយគឺដើម្បីការពារគេឲ្យគេចផុតអំពីការពាក់ព័ន្ធជាមួយនឹងប្រភពថ្នាំបិសាចបន្ទាប់ពីមេកាវៃបានចេញទៅផុតទៅឈិងថងរបស់យើងក៏បានវិលត្រឡប់មកវិញនៅក្នុងពេលហ្នឹងហ្វូគួយក៏បានសួរបន្តទៀតថានាងអត់ទាន់ឆ្លើយជាមួយសំណួររបស់ខ្ញុំទេតែថ្ងៃអនាគតនាងចង់ធ្វើអីឈិងថងរបស់យើងថាខ្ញុំក៏មិនទាន់ដឹងច្បាស់ដែរប៉ុន្តែបើសិនជាអ្នកប្រុសសួរខ្ញុំអញ្ចឹងខ្ញុំមានណាត់ត្រឡប់ទៅរកប្អូនប្រុសរបស់ខ្ញុំវិញទេហើយថ្ងៃមុខទៀតខ្ញុំក៏មិនទាន់ដឹងថាធ្វើអីដែរនៅពេលហ្នឹងហ្វូគួយថាបើមិនទាន់មានគោលដៅទេធ្វើដំណើរទៅភូមិផ្លែប៉េះជាមួយនឹងខ្ញុំសិនទៅបន្ទាប់មកមុននឹងចាក់ចេញទៅឈិងថងរបស់យើងក៏បានយកសម្លៀកបំពាក់មួយឈុតយកទៅឲ្យអ្នកនាងហ្វឹងដោយសារតែនាងបានដេកផ្ទាល់ដៃយកទៅដល់ហ្នឹងវីតែនឹងបើកឃើញអាប្រអប់ខ្មៅតូចនោះដែលប្រអប់ខ្មៅហ្នឹងអ្នកនាងហ្វឹងបានឃុំទុកបិសាចជំនាញតូចមួយដែលជាសត្រូវរបស់ឈិងថងរបស់យើងហ៎ហើយនៅពេលដែលយកសម្លៀកបំពាក់មួយឈុតនឹងទៅឲ្យហើយអ្នកនាងហ្វឹងហាក់ដូចជាពេញចិត្តប៉ុន្តែនាងនៅតែមាត់រឹងធ្វើដូចជាមិនអើពើជាមួយនឹងសម្លៀកបំពាក់មួយច្បាប់នឹងមួយឈុតនឹងទេរួចហើយហ្នឹងក៏បាននិយាយទៅកាន់ឈិងថងថាតើពេលណាទំនៀមចាក់ចេញវត្តមានរបស់នាងនាំទុកទៅដល់សាច់ច្បងរបស់ខ្ញុំនាងជាមួយសាច់ច្បងម្នាក់ជាបិសាចម្នាក់ជាមនុស្សមិនអាចនៅជាមួយគ្នាបានទេឈិងថងក៏បានតតវិញថាកុំបារម្ភអីខ្ញុំមកហ្នឹងគឺមកលៀននាងដូចគ្នាខ្ញុំនឹងចាក់ចេញពីទីនេះហើយម្យ៉ាងវិញទៀតខ្ញុំសង្ឃឹមថានាងនឹងរស់នៅដោយសុខសប្បាយនាងវិញក៏បានតបវិញថាការពិតទៅឈិងថងប្រសិនបើនាងមិនមែនជាបិសាចវិញពួកយើងប្រហែលជាបានន័យថាប្រហែលជាអាចនឹងរស់នៅរីករាយជាមួយគ្នាអញ្ចឹងណាឈិងថងក៏បានតបទៅទាំងស្នាមញញឹមទាំងដែលមិនងាកក្រោយនោះទេនាងបាននិយាយថាតែអ្នកនាងហ្វឹងអ្នកនាងដឹងទេប្រសិនបើខ្ញុំមិនមែនជាបិសាចទេប្រហែលជាខ្ញុំក៏មិនបានជួបជាមួយនឹងអ្នកប្រុសហ្វូគួយដែររីឯកនជីងធីងវិញនៅពេលនេះគេបានរកឃើញកន្លែងលាក់ដាវទឹកឆ្អឹងសរសៃនាគនឹងរួចរាល់អស់ហើយក៏ប៉ុន្តែបិសាចកញ្ជ្រោងតូចបានប្រាប់ថាចង់មកឲ្យដាវទឹកបង្ហាញខ្លួនតតែប្រើប្រាស់ជាមួយនឹងឈាមមនុស្សធ្វើការបូជាព្រោះអីហ្នឹងបិសាចនាគគឺប្រើសោយឈាមអញ្ចឹងណាស៊ីឈាមមនុស្សជាប្រភេទសត្វដែលស្រែកឃ្លានឈាមខ្លាំងណាស់ដូច្នេះហើយគាត់ក៏បានសម្រេចចិត្តសម្រាប់អ្នកបម្រើជំនិតរបស់គាត់ដែលតាមគាត់បម្រើគាត់ស្ម័គ្រស្មោះអស់រយៈពេលច្រើនឆ្នាំយកឈាមរបស់គេបូជាទៅឲ្យដាវទឹកសរសៃនាគដោយប្រើប្រាស់ដៃនាគរបស់គាត់ហ្នឹងខ្វេះយកខ្លួនរបស់គេរងយកដើម្បីបង្ហូរឈាមតែម្ដងនៅពេលដែលឈាមហូរចូលទៅក្នុងលអាងបង្ហូរដែលជាទីតាំងមួយដែលកូនបិសាចកញ្ជ្រោងបានប្រាប់ថាវាជាទីកន្លែងដែលដាវទឹកសរសៃនាគធ្វើការលាក់ខ្លួននៅទីហ្នឹងភ្លាមនោះបន្ទាប់ពីឈាមបានហូរចូលទៅក្នុងពេញរង្វង់នឹងរហូតអស់ហើយស្រាប់តែដាវទឹកសរសៃនាគក៏បានបង្ហាញខ្លួនគាត់ជីងធីងគាត់ចង់យកដាវទឹកនឹងក៏ប៉ុន្តែកូនបិសាចកញ្ជ្រោងក៏មកប្រមានថានៅពេលនេះលោកអត់មានកម្លាំងយុទ្ធសាស្ត្រអីនោះទេប្រសិនបើលោកហ៊ានតែប៉ះដាវនឹងរួមមកចូលគ្នាជាមួយខ្លួនរបស់លោករួចហើយនឹងលោកមិនប្រកាសចិត្តថាអាចនឹងមានជីវិតផងដែរក៏ប៉ុន្តែបើលោកយល់ព្រមដើម្បីជួយលោកស្រីរបស់ខ្ញុំនោះនៅពេលដែលលោកបានសម្រេចការងាររបស់លោកកុំភ្លេចធ្វើឲ្យវ៉ាងគួនហ្វូគួយខ្លាចទៅជាអ្នកបម្រើបិសាចនៅពេលនោះលោកស្រីប្រកាសជាជួយលោកចាក់ជាមិនខាន